ចាប់ផ្ដើមនៅវេលាម៉ោង 15:30 នាទីរសៀលនៅឯទីលានបាទវិទ្យាល័យព្រះសីហនុដែលជាបាទជាទីលានដែលកំណត់ថាជាទឹកដីរបស់មន្ទីរអយករខេត្តកំពង់ចាមបាទមានការគោរពទង់ជាតិបាទមុននឹងការប្រកួតចាប់ផ្ដើមផងដែរក្រុមម្ចាស់ផ្ទះមានឯកសណ្ឋានបាទអាយក្រហមខណៈដែលក្រុមភ្ញៀវកំពង់ឆ្នាំងមានឯកសណ្ឋានបាទពណ៌ត្រួយជ័យខ្ចីតែម្ដងនេះហើយគឺជាឱកាសរកគ្រាប់បាល់ដំបូងបាទរបស់កំពង់ចាមបាទរកបានដោយកីឡាករពាក់ស្លាលេខ 12 ស្មានរ៉ូហ្សាវីនៅនាទីទី5បាទមួយជើងនេះទាត់ផុតដៃអ្នកចាំទីតែម្ដងបាទអូសបន្លាយពេលវេលារហូតដល់នាទីទី23បាទការបង្កើតកំហុសបាទរបស់អ្នកចាំទីបាទប៉ះទង្គិចទៅលើខ្សែប្រយុទ្ធមួយរូបបាទរបស់កំពង់ឆ្នាំងហើយក៏មានឱកាសតបបាល់ពីនៃ11ម៉ែត្រហើយក៏មានលទ្ធផលតាមស្មើដោយកីឡាករទួននីតែម្ដងពាក់ស្លាកលេខ 77បាទទួននីក៏សុទ្ធទៅតែខាងស្ដាំនេះទេឥឡូវយើងទស្សនាការប្រកួតកន្លែងនេះបន្តទៀតអូយល្អមែនទែនបង្គោលទីកន្លែងនេះបាទសោកស្ដាយសម្រាប់ឱកាសរបស់កំពង់ឆ្នាំងបាទចប់វគ្គទី1លទ្ធផល1-1បាទចូលដល់វគ្គទី2បាទចឹងបាទចូលដល់វគ្គទី2ការសម្រុកគ្នាទៅវិញទៅមកមានច្រើនលើកច្រើនសារមែនទែនបាទឱកាសកន្លែងនេះរបស់កំពង់ឆ្នាំងលើកមកហើយកន្លែងនេះដូចគ្នាកំពង់ចាមមានឱកាសទប់ដែរប៉ុន្តែសុទ្ធមិនចំទីបាល់ចេញទៅខាងក្រៅបាទពុនស៊ីប៊ីបាទមានការប៉ុនប៉ងសុទ្ធមុននឹងមានគ្រាប់បាល់កើតមានកន្លែងនេះដូចគ្នាការបញ្ជូនមកផុតអ្នកចាំទីបាទប៉ុន្តែបាទទួននេះមានឱកាសសុទ្ធដែរតែហោះលើរបាល់ទីទៅហើយកន្លែងនេះការបញ្ជូនបាទត្រូវបានអ្នកចាំទីបាទរបស់កំពង់ឆ្នាំងបាទសុជាតិចាប់បាល់បានសាជាថ្មីបាទកន្លែងនេះហើយដែលជាគ្រាប់បាល់នាំមុខបាទរបស់ខេត្តកំពង់ចាមរកដោយពុនស៊ីប៊ីខ្សែប្រយុទ្ធពាក់ស្លាកលេខ 10រកបាននៅនាទីទី85បាទជាងការទាត់មុំតូចនេះល្អមែនតើបាទបានតែប៉ុន្មាននាទីទេបាទតែការពារបាទ Fidos បង្កើតកំហុសបាទធ្វើឲ្យទួននេះមានឱកាសបាទទាត់បាល់ពីនៃ11ម៉ែត្រសាជាថ្មីតែម្ដងនៅចុងវគ្គទី2នៅនាទីទី87បាទអញ្ចឹងលទ្ធផលបាទជាផ្លូវការបាទ2-2បាទសម្រាប់ការប្រកួតខេត្តកំពង់ចាមទល់នឹងកំពង់ឆ្នាំង